ស្វាគមន៍មកកាន់វីដេអូខ្លះៗពី CBC មើលវីដេអូនេះឲ្យចប់បើសិនជាអ្នកចង់ដឹងពីរបៀបអាននិងត្រួតពិនិត្យរបាយការណ៍ឥណទានផ្ទាល់ខ្លួនបងប្អូនទាំងគ្នាដឹងអត់ថាប្រវត្តិនៃការខ្ចីប្រាក់និងបង់សងផលយើងត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ឥណទានហើយរបាយការណ៍ទាំងអស់នោះគឺមានកត់ត្រាទាំងព័ត៌មានយើងដែលយើងបង់សងទៀងទាត់និងបង់សងយឺតយ៉ាវព័ត៌មានដែលយើងបង់សងទៀងទាត់ហ្នឹងដែលគេហៅថាព័ត៌មានវិជ្ជមានគឺគេរក្សាទុក10ឆ្នាំហើយព័ត៌មានដែលយើងបង់សងយឺតយ៉ាវដែលគេហៅថាព័ត៌មានអវិជ្ជមានហ្នឹងគឺគេរក្សាទុកតែ3ឆ្នាំទេនៅលើរបាយការណ៍ឥណទានយើងគួរតែពិនិត្យមើលលើផ្នែកមួយចំនួនដូចជាផ្នែកទី1យើងពិនិត្យមើលលើព័ត៌មានសង្ខេបផ្ទាល់ខ្លួនផ្នែកទី2យើងពិនិត្យមើលលើព័ត៌មានសង្ខេបពីគណនីឥណទានដែលបង្ហាញពីចំនួនគណនីនិងកម្ចីសរុបផ្នែកទី3យើងពិនិត្យមើលលើប្រវត្តិនៃការឆែករបាយការណ៍ឥណទានដែលមានឈ្មោះស្ថាប័នចូលឆែកឈ្មោះបងប្អូនទាំងគ្នាហើយសូមបញ្ជាក់បន្តិចបើសិនជាបងប្អូនឆែករបាយការណ៍ផ្ទាល់ខ្លួនគឺអត់មាន record ឬមកកត់ត្រានៅក្នុងរបាយការណ៍ឥណទានរបស់បងប្អូនទាំងគ្នាទេផ្នែកទី4យើងពិនិត្យមើលលើព័ត៌មានលម្អិតអំពីគណនីឥណទាននីមួយៗអូខេដើម្បីទទួលបានរបាយការណ៍ឥណទានបងប្អូនទាំងគ្នាអាច download CBC Mobile App ហើយធ្វើការទាញយករបាយការណ៍ឥណទានដែលឥតគិតថ្លៃម្ដងក្នុងមួយឆ្នាំពី CBC សូម comment ខាងក្រោមវីដេអូនេះនៅព័ត៌មានខ្លះៗពី CBC ដែលអ្នកទាំងអស់គ្នាចង់ដឹងហើយចង់ឲ្យខ្ញុំបកស្រាយនៅវីដេអូបន្ទាប់